តិចនិចមួយដែលធ្វើខ្ញុំកាត់វីដេអូលឿនគុណនឹង3មកអ្នកគ្នាឥឡូវមកមើលតគ្នាមកឧទាហរណ៍ថាយើងកាត់វីដេអូចេះដូចជាមានប្លង់នេះអីចឹងយើងចង់ដាក់អញ្ចឹងអានេះដាក់ចឹងដែរដូចដាក់រូបនេះពីលើហើយដាក់ full text ពីក្រោមអញ្ចឹងឧទាហរណ៍ឲ្យមើលមួយយើង copy អានេះដាក់មកលើចេះមកដាក់មកលើចេះឧទាហរណ៍ខ្ញុំចង់ដាក់ full text នេះពីលើចឹងទៅខ្ញុំ alg ហ្នឹងយើង compound វាទៅជាមួយ clip អញ្ចឹងហើយខ្ញុំចង់ឲ្យរូបរាងឥឡូវនេះដូចជាមួយនឹងនេះដែរអញ្ចឹងយើង select លើ clip នេះហើយយើងចុច control shift c ចុច control shift c ហើយចង់មកយើងចុច control shift c ហើយយើងចុចលើអា clip ដែលយើងចង់ copy ឲ្យវាដូចអានេះអញ្ចឹងយើងចុច select លើអា clip នេះមកហើយយើងចុច control shift v បានន័យថាយើង copy ហើយយើងផាសអាហ្នឹងលើ v ទៅផាសហើយវានឹងចេញផ្ទាំងបែបនេះផ្ទាំងបែបនេះឧទាហរណ៍បងប្អូនចង់បានទាំងអស់ឧទាហរណ៍តែខ្ញុំចង់បានទាំងអស់ដូចវាអញ្ចឹងខ្ញុំផាសមកប៉ុន្តែបើសិនជាបងប្អូនចង់ដកដូចជា skin ដូចជាអីឬក៏ដក adjust ដកអីអាចដកតាមនឹងបានតែកន្លែងនេះខ្ញុំចង់បានទាំងអស់អញ្ចឹងខ្ញុំផាសមកគឺវានឹងដូចអានេះ 100% អ្នកឃើញអត់អញ្ចឹងយើង control c control cc control cv គឺវានឹងដូចគ្នាទាំងអស់អញ្ចឹងក្បាច់នេះគឺលឿនមែនទេសម្រាប់យើងគ្នាអ្នកកាត់វីដេអូអញ្ចឹងបើមានក្បាច់អីផ្សេងទៀតកុំភ្លេច comment ខាងក្រោមបងប្អូនគ្នា